តាមសិលាចារឹកថាប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយដែលព្រះបាទជ័យវរ្ម័នទី7ផ្ដួលរំលំពួកចាមតាមការស្រាវជ្រាវនៅពេលបច្ចុប្បន្ននេះប្រជាជនយល់ថាប្រាសាទព្រះខ័នជាទីកន្លែងដាក់គ្រឿងសឹកដូច្នេះព្រះខ័នគឺជាឈ្មោះទំនើបបាទសូមជម្រាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកស្គាល់នៅប្រាសាទព្រះខ័នគឺស្ថិតនៅតាមផ្លូវវងធំដោយចេញតាមផ្លូវទ្វារឆ្នាំងដីនៃអង្គរធំប្រាសាទនេះកសាងឡើងនៅសតវត្សទី12ក្នុងឆ្នាំ1191ដោយព្រះបាទជ័យវរ្ម័នទី7ឧទ្ទិសដល់បិតារបស់ព្រះអង្គទីអារាមនេះមានទំហំ56ហិកតាតាមសិលាចារឹកថាប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយដែលព្រះបាទជ័យវរ្ម័នទី7ផ្ដួលរំលំពួកចាមព្រះខ័នមានន័យថាដាវតាមការស្រាវជ្រាវនៅពេលបច្ចុប្បន្ននេះប្រជាជនយល់ថាប្រាសាទព្រះខ័នជាទីកន្លែងដាក់គ្រឿងសឹកដូច្នេះព្រះខ័នគឺជាឈ្មោះទំនើបនៅរក្សាឈ្មោះពីបុរាណកាលពោលគឺជ័យស្រីនេះមានន័យថាព្រះខ័ននឹងមានន័យម្យ៉ាងទៀតជាមលូប្រាសាទនេះមានកំពែង4ជាន់នៅកំពែងខាងក្រៅដែលបច្ចុប្បន្នរុំព័ទ្ធដោយព្រៃគឺជាកន្លែងដែលព្រះសង្ឃនិងសិស្សស្នាក់នៅប្រាសាទនេះនៅកំពែងជាន់ទី2គឺជាកន្លែងគោរពសាសនាប្រាសាទកណ្ដាលជាកន្លែងព្រះពុទ្ធសាសនាឯភាគខាងជើងនិងខាងលិចគឺសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាគឺព្រះវិស្ណុខាងលិចនិងព្រះឥសូរខាងជើងនៅផ្នែកខាងត្បូងជាកន្លែងសម្រាប់គោរពបុព្វបុរសជនកន្លែងមួយដែលស្ថិតនៅខាងជើងជិតប្រាសាទព្រះខ័នហៅថាវាលរាជដាឬព្រះរាជដាវាលនេះមានបណ្ដោយ1500ម៉ែត្រនិងទទឹង1200ម៉ែត្រនៅចម្ងាយប្រហែលជា700ម៉ែត្រខាងជើងប្រាសាទព្រះខ័នតាមផ្លូវទៅស្រុកអង្គរធំមានប្រាសាទសង់ពីថ្មបាយក្រៀមមានឈ្មោះថាប្រាសាទផ្ទប់អ្នកស្រុកនៅទីនេះហៅថាវាលរាជដាឬព្រះរាជដាដោយបញ្ជាក់ន័យថាវាលសម្រាប់ដាក់ស្ដេចពាក្យថាដាក់ដែលថាវានៅទីកន្លែងនេះកាលពីមុនមានទឹកឬគ្មានទឹកគឺថាពាក្យនេះคล้ายពីពាក្យសំស្ក្រឹតថាតដាដែលវាបានបាត់នៅព្យាង្គទី1របស់វាបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាមានបងប្អូនមានផុសតាងទឹកតាំងណាថ្មីឬក៏ច្រើនជាងនេះអាចជួយ comment នៅខាងក្រោមដើម្បីទទួលបាននៅចំណេះដឹងថ្មីៗទាំងអស់គ្នាបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាចង់បានវីដេអូថ្មីសូមកុំភ្លេច follow like share for more ដើម្បីទទួលបាននូវវីដេអូថ្មីៗផងដែរបាទខ្ញុំលីសូមអរគុណសូមជម្រាបលាសូមសំណាងល្អដល់អ្នកគ្នាបាយបាយ